Hello ជំរាបសួរអ្នកទាំងគ្នាតាមបណ្ដាញសង្គមYouTube ច្រឡំទៅ Facebook គាត់នឹងផងដូចគ្នាហ្នឹងហើយនឹងដាក់ទៅជាមួយគ្នាតែម្ដងអូខេខ្ញុំខានចេញវីដេអូយូរមែនតើប្រហែលជា4ឆ្នាំហើយដឹងតាំងពីចំណែកខ្ញុំមួយទៀតបើ friend ចាស់ហើយជាអាចស្គាល់ចំណែកខ្ញុំមួយទៀតណាឈ្មោះ UL Guitar ចំណែកនឹងខូចរកលុយអញ្ចឹងក៏ឈប់ធ្វើទៅខូចចិត្តឥឡូវដោយសារតែមានការងារយើងល្អឡើងវិញអញ្ចឹងក៏អាចឆ្លៀតធ្វើបន្តឡើងវិញបានហើយបងប្អូនមកគិតថាអាចsupport បានក៏អាចក៏ support បងប្អូនបើគិតថាអាច support បានក៏ខ្ញុំទទួលហើយ channel នេះបើ channel នេះហ្មងគឺខ្ញុំបង្កើតយូរហើយតាំងដូចជាខ្ទង់2015 16និយាយទៅបង្កើតដំណើរគ្នាជាមួយនឹង UL Guitar ដែរប៉ុន្តែដោយសារតា channel នេះគឺអត់បានដាក់វីដេអូជាប់លាប់អញ្ចឹងទៅ follower subscriber តិចមែនតើឥឡូវទៅបាន 50000 ជាងអញ្ចឹងបើបងប្អូនពេញចិត្តហើយជួយចែករំលែកបន្តដើម្បីអាចថាឲ្យវាឡើងឆាប់គ្រប់ 1k ទៅដើម្បី kilo រយៈពេលខ្លីខាងមុខ channel នេះអាចមាន earning ឡើងវិញអញ្ចឹងហ្នឹងក៏ល្អដែរល្អសម្រាប់កម្លាំងចិត្តដែលខ្ញុំបានធ្វើណាអូខេអរគុណច្រើនសង្ឃឹមថាមិត្តភ័ក្តិអរគ្នាហើយអ្នកស្គាល់បានចូលមើលហើយជួយ support គ្នាទៅវិញទៅមកដើម្បីការដែលទទួលបានពីខ្ញុំកាន់តែមានថ្មីហើយខ្ញុំក៏កាន់តែមានការងារធ្វើបន្តទៀតឲ្យបានច្រើនជាងមុន Yes ខ្ញុំគិតថាវានិយាយប៉ុណ្ណឹងរៀងច្រើនតិចឥឡូវសូមកាត់វីដេអូនឹងសិនហើយនឹងផុសវីដេអូមួយទៀតខ្ញុំនឹងបង្ហាញអំពីរបៀបលេងអាក័រប្រពន្ធត្រូវអំពើជ្រៀងដោយរីប្រាថ្នាហ្នឹងហើយបាត់ទំចេញអំពីណាអូខេឥឡូវខ្ញុំបិទវីដេអូសិនដើម្បីស្វាគមន៍អ្នកទាំងគ្នាហើយបន្តមកវីដេអូទី2នឹងផុសបន្តថ្មីមួយទៀតជម្រាបសួរសាច់ជាថ្មីវីដេអូទី2អូខេវីដេអូទី1គឺស្វាគមន៍greeting ទៅអ្នកដែលស្គាល់ទាំងអស់គ្នាឥឡូវវីដេអូទី2គឺបង្ហាញពីអក័រហើយនឹងការចាប់អក័រជាមួយនឹងបទចម្រៀងប្រពន្ធត្រូវអំពើដោយបទទំចេញថ្មីរបស់រាជប្រាថ្នាណាបទហ្នឹងគឺតង់ស៊ីនគឺ B minor B flat minor អូខេបទគឺប្រភេទតង់ minor ហើយយើងមាន chord D flat majorយើងមាន chord E flat minor ហើយនឹង A flat មានប៉ុណ្ណឹងអក័រណាហើយឥឡូវអក័រដែលចាប់នៅក្នុងបទហ្នឹងគឺពិបាកសម្រាប់អ្នករៀនដំបូងសម្រាប់អ្នករៀនបន្តអាចនិយាយថាកម្រិតទី2ទី3ចុះប៉ុន្តែបើសិនជាប្រកបរៀនបានលើសពី6ខែហើយនឹងអាចធ្វើបានអក័រពិបាកណាអូខេឥឡូវខ្ញុំបង្ហាញជូនអក័រដែលពិបាកអូខេ B flat minor D flat E flat minor A flat B flat minor Okay, again, một tiếp B flat minor here, E flat minor, A flat, D flat, rồi có D flat here, rồi có, okay,
so ខ្ញុំបំបែក capo ឲ្យអ្នកដែលទៅតែរៀនបន្ទាប់ពីនោះអាចចូលទៅឆែកនៅក្នុងខ្មែរខុសបានណាអាចចូលទៅក្នុងខ្មែរខុសបានដើម្បីមើលរកដែលយើងអាចបំលែងប្រើ capo បានឥឡូវគឺទីនេះខ្ញុំប្រើ capo ស្រួលឲ្យno B flat here B flat okay ខ្ញុំប្រើ capo 6ហើយយើងប្រើអក្សរ E minor វិញអក្សរទី2អក្សរ G អក្សរទី3 E minor អក្សរទី4 G ទី5 E minor ហើយទី6 A minor ហើយទី7 chord D បន្ទាប់មក go back to E minor ខ្ញុំច្រឡំនិយាយអង់គ្លេសប្រហែលជាបងប្អូនចេះអង់គ្លេសបឋមណាអញ្ចឹងអត់អីលើយើងប្រើជាភាសាអង់គ្លេសតែម្ដងទៅស្រួលអញ្ចឹងនៅក្នុងនេះខ្ញុំបង្ហាញមិញគឺសម្រាប់ intro code អូខេដែលខ្ញុំហៅថាអក្សរទី1 ទី2ទី3ទី4ទី5ទី6អញ្ចឹងទៅណា again B flat minor គឺខ្ញុំចាប់អក្សរE minor D flat ខ្ញុំចាប់អក្សរ G អក្សរ E flat minor ខ្ញុំចាប់អក្សរ A minor អក្សរ A flat ខ្ញុំចាប់អក្សរ D អូខេមានប៉ុណ្្នឹងឯងមាន4 chord right 1 2 3 4 and then intro outro yes the same chord អូខេគឺខ្ញុំមានតែប៉ុណ្្នឹងដើម្បីបង្ហាញជូនបងប្អូនទាំងគ្នានៅក្នុងការនៅក្នុងបទចម្រៀងប្រពន្ធត្រូវអំពើច្រៀងដោយរាជប្រាថ្នាអូខេអរគុណ